ទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកនិយាយអំពី how important are writing skills when it comes to your scholarship application អញ្ចឹងអ្នកនរគ្នាមានដឹងថាតើការទៅសេឲ្យបានល្អមួយវាមានសារៈសំខាន់នៅក្នុងការដាក់ពីអាហារូបករណ៍មួយក៏ដាក់ scholarship application របស់អ្នកទាំងអស់គ្នាអញ្ចឹងចម្លើយហ្នឹងគឺវាមានសារៈសំខាន់ខ្លាំងមែនតើដោយសារតែ most of the scholarship គេ require ឲ្យអ្នកទាំងអស់គ្នាទៅសេ personal statement study plan ឬមួយក៏ scholarship essay អញ្ចឹងនៅក្នុងការទៅសេ personal statement ទាំងអស់ហ្នឹងវាដូចជាសម្លេងរបស់អ្នកទាំងអស់គ្នានៅលើกระดาษអញ្ចឹងវាគឺជា first impression មួយរបស់ reviewer ទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងក្រៅពីgrades ឬមួយក៏ achievements ដែលអ្នកនរគ្នាបាន submit ទៅហ្នឹង personal statement ក៏វាសំខាន់មួយដែលជួយ application របស់អ្នកទាំងអស់គ្នាដែរការទៅសេ personal statement ឲ្យល្អមួយដូចជាឱកាសឲ្យអ្នកទាំងអស់គ្នាបង្ហាញពី personality បង្ហាញពីចក្ខុវិស័យរបស់អ្នកទាំងអស់គ្នាហើយនឹងការស្គាល់ខ្លួនឯងច្បាស់ប៉ុន្តែ here's the thing ទៅសេឲ្យបានល្អ It's not just about perfect grammar វាមិនមែនគ្រាន់តែយើងទៅត្រូវមាន perfect grammar គឺ perfect writing ឯ no it's about clarity structure ហើយនឹងភាពច្បាស់លាស់នៅក្នុងហ្នឹងហើយនឹងភាពជាក់លាក់clarity ហ្នឹងបានន័យថាអ្នកនរគ្នាទៅសេទៅគឺ clear គេចាប់បានអីដែលអ្នកនរគ្នាចង់បានហើយ structure ហ្នឹងបានន័យថាអ្នកនរគ្នាទៅសេមានលំដាប់លំដោយអត់អញ្ញែអញ្ញែហើយនឹងមានភាពច្បាស់លាស់ទៅលើអីដែលខ្លួនឯងទៅសេអញ្ចឹងតើអ្នកនរគ្នាគួរធ្វើម៉េចទើបអាចទៅសេទាំងអស់នឹងបានអញ្ចឹងនៅក្នុងការទៅសេអីមួយឲ្យបាន perfect អ្នកនរគ្នាត្រូវ practice អញ្ចឹង practice make perfect អ្នកនរគ្នាត្រូវ keep practicing it អញ្ចឹងអ្នកនរគ្នាកុំចាំដល់ថ្ងៃត្រូវ submit កុំចាំដល់មួយយប់មុនថ្ងៃ submit អីហ្នឹងបានចាប់ដើមទៅសេអញ្ចឹងwriting របស់អ្នកនរគ្នាហ្នឹងក៏វាអត់ល្អដោយសារតែយើងអត់មានពេលច្រើននៅក្នុងការ check វាហើយក៏អត់សូវមាន idea ច្រើនដើម្បីមកប្រមូលផ្ដុំដើម្បីទៅសេវាដែរអញ្ចឹងគឺចាប់ផ្ដើម early write early ហើយ write often និង seek feedback បានន័យថាយើងត្រូវចាប់ផ្ដើមទៅសេឲ្យលឿនហើយបន្តមកទៀតទៅសេខុសគឺយើងខុសកែហើយបន្តមកទៀតយើង seek feedback បានន័យថាអ្នកនរគ្នាអានអានឹងទៅឲ្យអ្នកផ្សេងស្ដាប់ឲ្យអ្នកផ្សេងបញ្ចេញយោបល់ទៅលើការទៅសេរបស់យើងនឹងអញ្ចឹងណាមួយទៀតហ្នឹងគឺអ្នកទាំងអស់គ្នាអត់ត្រូវ fake information ឬមួយក៏ use AI too much ទេអញ្ចឹងការ fake information ហ្នឹងបានន័យថាអីដែលអ្នកទាំងអស់គ្នាទៅសេនៅក្នុង personal statement អីហ្នឹងគឺមិនមែនជាខ្លួនឯងទេមិនមែនជាបទពិសោធន៍ខ្លួនឯងផ្ទាល់មិនមែនជារឿងដែលកើតឡើងលើខ្លួនឯងទេអញ្ចឹងគឺជាទៅសេឲ្យវាអានមើលមកជក់ចិត្តដល់អ្នកស្ដាប់អញ្ចឹងទៅអញ្ចឹងការធ្វើបែបហ្នឹងគឺអ្នកទាំងអស់គ្នានឹងប្រឈមមុខនឹងអ្នកទាំងអស់គ្នានឹងប្រឈមមុខនឹង interview អញ្ចឹងនៅពេលដែល interview ហ្នឹងគឺគេនឹង print out a personal statement ដែលអ្នកទៅសេហ្នឹងហើយគឺគេនឹងសួរពី personal statement អ្នកគ្នាបានទៅសេហ្នឹងហើយទោះបីជាមិនគ្រប់ scholarship ទាំងអស់នឹងធ្វើអញ្ចឹងប៉ុន្តែ most of scholarship committee គឺគេនឹងធ្វើអញ្ចឹងហើយគេនឹងចង់សួរស្វែងយល់ពីអីដែលអ្នកគ្នាទៅសេហ្នឹងឲ្យកាន់តែបន្ថែមទៀតនៅក្នុងពេល interview អញ្ចឹងបើសិនជា information ដែលអ្នកគ្នាទៅសេនៅក្នុង personal statement ហ្នឹងវាអត់ពិតទេអញ្ចឹងពេលដែល interview គឺអ្នកទាំងអស់គ្នានឹងអាចភ័យតាក់ឬមួយក៏ឆ្លើយមកគឺខុសពីអីដែលយើងទៅសេអញ្ចឹងគេនឹងដឹងភ្លាមពេលហ្នឹងថា personal statement របស់យើងហ្នឹងគឺវាអត់ដូចរឿងពិតរបស់យើងទេព្រោះអីបើសិនជាវាជារឿងពិតរបស់យើងមែនយើងនឹងអាចចាំរឿងទាំងអស់ហ្នឹងហើយអញ្ចឹងមួយទៀតហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវយល់ស្វែងយល់ពីscholarship ហ្នឹងឲ្យបានច្បាស់ថាតើ scholarship ហ្នឹងគឺគេចង់បានបែបមិនខ្លះតើអ្នកដែលធ្លាប់ជាប់មុនហ្នឹង criteria របស់ពួកគាត់អីគេខ្លះអ្នកនរគ្នាត្រូវ research ថាតើ scholarship ហ្នឹងគេជ្រើសរើសសិស្សដែលមើលទៅលើអីតើមើលទៅលើសមត្ថភាពការសិក្សា academic focus ឬមួយក៏ financial need ឬមួយក៏ merit base អ្នកនរគ្នាត្រូវតែ research ឲ្យ detail ពី scholarship ទាំងអស់ហ្នឹងដើម្បីពេលដែលទៅសេហើយគឺយើងដឹងថាscholarship ហ្នឹងគឺ focus លើអីយើងនឹងទៅសេឲ្យត្រូវជាមួយនឹងគោលដៅអីដែលគេចង់បានអញ្ចឹងពេលខ្លះscholarship ហ្នឹងគឺគេត្រូវការអ្នកចេញមកពី financial need ប៉ុន្តែអ្នកនរគ្នាព្យាយាមតែបង្ហាញពី achievement របស់យើងខ្លាំងពេកហើយអត់បង្ហាញឲ្យគេឃើញថាយើងត្រូវការ financial need ទេក៏អត់ត្រូវដែរអញ្ចឹងក៏គេនឹងអាច consider អ្នកផ្សេងដែលគេគិតថាត្រូវការជាងយើងដែរអញ្ចឹងអាហ្នឹងយើងត្រូវទៅសេឲ្យ on point ហើយនឹងឲ្យដូចអីដែលគេចង់បានទើបយើងអាចទៅ personal statement របស់យើងហ្នឹងអាច impress គេបានអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ស្វែងយល់ពីការរៀបចំឯកសារដាក់អាហារូបករណ៍ផ្សេងៗអ្នកនរគ្នាអាចតាក់ទងមកកាន់ Study Abroad Center បាន